នៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកដល់បងប្អូនអ្នកគ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ layer mask ចំពោះវីដេអូនេះខ្ញុំធ្វើឡើងសម្រាប់តែបងប្អូនដែលគាត់ទៅតែប្រើប្រាស់កម្មវិធី Photoshop ថ្មីៗក៏ដូចជាបងប្អូនដែលអត់ទាន់យល់ច្បាស់ទាក់ទងជាមួយនឹងការប្រើប្រាស់ layer mask ចំពោះបងប្អូនដែលគាត់ច្បាស់ទាក់ទងជាមួយនឹងការប្រើប្រាស់ layer mask ហើយសូមទស្សនាវីដេអូនេះទុកជាការកម្សាន្តទៅបានហើយអញ្ចឹងឥឡូវយើងទៅស្វែងយល់ទាក់ទងជាមួយនឹង layer mask ទាំងអស់គ្នាអញ្ចឹងឥឡូវតែខ្ញុំមាន layer 2ហើយខ្ញុំចង់មិច layer ទាំងពីរនឹងបញ្ចូលគ្នាឲ្យវាមានលក្ខណៈ smooth ល្អអញ្ចឹងយើងត្រូវប្រើប្រាស់នៅ layer មួយដែលគេហៅថា layer mask អញ្ចឹង layer mask នេះបងប្អូនអរគ្នាអាចយកទៅប្រើប្រាស់តាមប្រភេទនីមួយៗនៃការងាររបស់បងប្អូនអរគ្នាទេមានន័យថាយើងអាចយកទៅកាត់ background ក៏បានឬក៏យើងអាចយកទៅ mask អីផ្សេងៗទៀតក៏បានដែរប៉ុន្តែនៅក្នុងគណៈពេលនេះគឺខ្ញុំបង្ហាញទៅជាមួយនឹងការមិច layer ពីរបញ្ចូលគ្នាឥឡូវយើងឃើញថា layer ទាំងពីរនេះគឺវាអត់មានលក្ខណៈ smooth ល្អទេអញ្ចឹងនេះ layer ទី1ហើយខាងក្រោមនេះ layer ទី2នៅពេលដែលយើងបើកមកយើងឃើញថា layer ទាំងពីរវាអត់មានលក្ខណៈ smooth ល្អទេដោយសារយើងអត់ទាន់បាន mask វាអញ្ចឹងដើម្បីយើងអាច mask វាបានយើងឈប់ទៅលើ layer ទី1របស់យើងមកហើយយើងចូលទៅ layer mask នេះខាងក្រោមនេះឥឡូវខ្ញុំសុំគូសញ្ញាពណ៌ក្រហមដើម្បីងាយអ្នកនរអគ្នាងាយមើលអញ្ចឹងខ្ញុំគូសញ្ញាពណ៌ក្រហមនេះអញ្ចឹងកន្លែងហ្នឹងគឺយើងហៅថា layer mask អញ្ចឹងយើងចូលទៅ layer mask របស់យើងមកយើងឃើញថាបានផ្ទាំងសមួយនេះហើយអ្វីដែលបងប្អូនទាំងអស់គ្នាត្រូវធ្វើបន្ទាប់គឺយើងយក brush ហើយ brush អ្នកនរគ្នាយើងតម្លើង opacity វា100មកហើយកន្លែងនេះគឺយើងដាក់ពណ៌ខ្មៅមកដោយសារ layer mask របស់យើងពណ៌សអញ្ចឹងយើងចង់ mask វាឲ្យវាបាត់យើងប្រើប្រាស់នៅពណ៌ខ្មៅឥឡូវយើងខ្ញុំសុំប្រេកសុំប្រេក brush យើងបន្តិចមកអញ្ចឹងខ្ញុំធ្វើការ mask វាបន្តិចៗមកជាយើងឃើញថាវាមានលក្ខណៈរាង smooth ជាងមុនហើយឃើញទេបើសិនជាអ្នកនរគ្នាម៉ាស់រាងជ្រុលដៃយើងអាចដូរពណ៌មកវិញមកយើងម៉ាស់វាមកវាត្រឡប់មកសភាពដើមវិញអញ្ចឹងនៅក្នុងករណីយើងប្រើប្រាស់ layer mask គឺវាមានលក្ខណៈបែបហ្នឹងវាងាយស្រួលបើសិនជាអ្នកនរគ្នាម៉ាស់ទៅវារាងលក្ខណៈថាជ្រុលដៃគឺយើងអាចបដូរពណ៌ម៉ាស់ឲ្យវាមកសភាពដើមវិញអញ្ចឹងឥឡូវខ្ញុំសុំម៉ាស់វាបន្តិចមកអូខេអញ្ចឹងយើងឃើញថារូបភាពរបស់យើងវាមានលក្ខណៈរាង smooth ជាងមុនរាងគ្រាន់មើលជាងមុនអញ្ចឹងហើយបើសិនជាយើងមាន layer អីផ្សេងទៀតយើងចង់ម៉ាស់បញ្ចូលគ្នាធ្វើជាលក្ខណៈ poster តែមួយអញ្ចឹងបើសិនជាយើងមានរូបភាពច្រើនអានេះខ្ញុំគ្រាន់តែឧទាហរណ៍ជារូបភាព2ទេខ្ញុំសូមធ្វើជាវីដេអូខ្លីដែរដើម្បីកុំឲ្យវាវីដេអូវែងពេកអ្នកនរគ្នាពិបាកនៅក្នុងការទស្សនាអូខេអញ្ចឹងនេះគឺជាការប្រើប្រាស់ layer mask របស់យើងដែលយើងមានលក្ខណៈសំខាន់បែបហ្នឹងគឺយើងអាចម៉ាស់វាមកវិញក៏បានឬក៏យើងម៉ាស់វាឲ្យវាបាត់ក៏បានដែរ